ម្សិលមិញឡើងលេចមកណាមើមទេបងប្អូនសម្រាប់ស្អែកឡើងថ្ងៃទី1តុលា2025នេះឡើងថែមមួយទឹកជាងទៀតចឹងបងប្អូនគួរតែវៀងទៅណាបងប្អូនណាសម្រាប់បងប្អូនធ្វើដំណើរកាត់តាមផ្លូវបេតុងមួយខ្សែតាមជួរមាត់ទន្លេនេះគួរតែវៀងទៅបងប្អូនខ្ញុំបាទពេជ្ររតនាសូមគោរពនិងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាអ៊ំពូមីងមាលោកយាយលោកតាប្រជាពលរដ្ឋទាំងអស់ជាទីគោរពជាទីរាប់អានសម្រាប់ព្រឹកថ្ងៃទី1តុលា2025នេះឃើញថាទឹកទន្លេមេគង្គខេត្តកំពង់ចាមហក់ឡើងថែមមួយទឹកជាងទៀតណាបងប្អូនណាអញ្ចឹងទេសម្រាប់ទឹកនៅតាមដងទន្លេតូចក៏ដូចជាដងទន្លេធំហើយនឹងព្រែកនានានៅតាមខេត្តកំពង់ចាមនេះគឺឡើងបន្ថែមទៀតហើយបងប្អូនអញ្ចឹងសម្រាប់ផ្លូវនៅលើស្ពានទួកពើតនៃទឹកដីភូមិវាលឃុំពីមប្រធ្នោះខេត្តកំពង់ចាមនេះបងប្អូនដែលមានព្រំប្រទល់ជាប់ជាមួយនឹងឃុំកំពង់រាបនៃទឹកដីកោះចិនគឺលេចថែមមួយកម្រិតទៀតហើយបងប្អូនអញ្ចឹងទេសម្រាប់ខ្ញុំបាទសូមសំណូមពរដល់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះហើយជួយ like share ឲ្យបងប្អូនយើងដែលត្រូវឆ្លងកាត់ធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះសូមវៀងណាបងប្អូនណាបើបងប្អូនទៅពីខាងចាហែទៅស្ពានព្រែកតាមាក់បងប្អូនគួរតែរើកផ្លូវវៀងទៅខាងអូរអើព្រែកសណ្ដែកឬមួយកំពង់ចាមហើយបើបងប្អូនមកពីខាងគល់ស្ពានព្រែកតាមាក់វិញបងប្អូនគួរតែវៀងទៅខាងផ្លូវស្វាយអន្តើឬមួយក៏ខាងកំពង់ចាមដូចគ្នាបងប្អូនណាដើម្បីជៀសវាងខូចខាតរថយន្តក៏ដូចជាម៉ូតូស៊ីក្លូឡានរបស់បងប្អូនបាទបងប្អូនសូមជួយ like ជួយ share ទាំងអស់គ្នាអរគុណច្រើនបាទ